បាទជំរាបសួរបងប្អូនអ៊ំពូមីងបាទថ្ងៃនេះដែរខ្ញុំសូមមកចែករំលែកបាទចំណេះដឹងតិចតួចបាទសម្រាប់បងប្អូនខ្លះដែលគាត់មិនបានដឹងឬក៏គាត់មិនចេះសោះបាទហើយទទួលយកការប្រាប់ដោយមិនលាក់លៀមមិននេះទេគឺនិយាយត្រង់បាទពីការវាស្បៃបងប្អូនការបាំងស្បៃអញ្ចឹងណាបាទស្បៃយើងស្បៃបាំងជាងស្បៃឃីវហ្នឹងណាបងប្អូននេះខ្ញុំបាំងទ្រុងមន់បងប្អូនទ្រុងកូនមន់ដែលដាក់ពីបន្ទប់ស្អំបាទរៀបចំទ្រុងស្អំបាទកូនមន់មាន4 10ទេបាទនៅទូស្អំខ្លះនៅទូឆ្ងោះខ្លះបាទគឺស្បៃនេះប្រវែង2 ម៉ែត្របងប្អូនអត់កម្ពស់បាទកម្ពស់2 ម៉ែត្រយើងទិញមកស្បៃហ្នឹងវាមូលហ្នឹងគឺការបាំងរបស់វាគឺយើងបាំងតួបណ្ដោយសិនណាបងប្អូនបាទយើងបាំងតួបណ្ដោយតួទៅតឹងវាយើងកុំបាំងតួទៅតឹងមុនមានន័យថាយើងកុំវាយតួទៅតឹងមុនគឺយើងត្រូវបាំងតួបណ្ដោយសិនណាបណ្ដោយនៃស្បៃយើងលាបមកយើងបាំងមកគឺថាយើងត្រូវតែងវាបណ្ដោយអីយើងវាយបណ្ដោយសិនបាទមិនថាប្រក់ក៏ដោយមិនថាបាំងក៏ដោយបាទនេះធ្វើបដានវាពីលើបងប្អូនព្រោះបើមិនធ្វើបដានអញ្ចឹងទេអាធំវាចូលមកព្រោះត្រង់នេះយើងនៅជាមួយរោងធំទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងបញ្ជាក់ថាយើងបាំងបដោយមុនបាទទៅតឹងគឺវាដល់កន្លែងត្រង់ណាយើងកាត់ប៉ុណ្្នឹងទៅបាទព្រោះហេតុអីបានខ្ញុំនិយាយអញ្ចឹងគឺសម្រាប់បងប្អូនដែលបាំងបើសិនណាបៃខាងបដោយមុនណាមានន័យថាភ្ជាប់ខាងបដោយហ្នឹងហើយភ្ជាប់ខាងទៅតឹងមុនដឹងតែខុសជ្រុងហើយតែខុសជ្រុងប្រតេងបទួងបាទនេះគឺជាចំណេះដឹងតិចតួចមួយដែលធ្វើខ្លួនឯងទៅយល់ទៅក៏ប្រាប់បងប្អូនទៅបាទសម្រាប់ជាទំនាក់ទំនងមួយព្រោះឥឡូវមនុស្សឥឡូវគេចែករំលែកចំណេះដឹងតិចតួចចែករំលែកគ្នាទៅវិញទៅមកទៅតាមបណ្ដាញសង្គមបែបនេះឯងបងប្អូនបាទអញ្ចឹងតែយើងវាយបណ្ដោយរួចហើយគឺស្រួលទេបើតែតឹងវាដល់កន្លែងណាយើងកាត់ទៅតាមសាច់